ម៉ោង8ខ្ញុំគិតថាលើកទូរស័ព្ទមកជម្រាបលោកគ្រូយើងថាឲ្យជួយផងពីព្រោះគាត់វិលមុខពេកដល់ពេលគាត់ថាបងអត់អីទេខ្ញុំនៅផ្ទះម្នាក់ឯងបានអត់ទេអត់ចង់ឲ្យនៅម្នាក់ឯងនេះចង់ចាំជួយមើលគាត់ប៉ុន្តែគាត់ថាអត់ទេបងទៅបម្រើព្រះបាទដើរចោលក្រុមជំនុំផងដល់ចឹងទៅគាត់ដល់ទៅអរគុណព្រះដែរបានគាត់ខ្ញុំធ្វើទឹកក្រូចឆ្មាហើយនឹងខ្ទឹមសទឹកខ្មុំបន្តិចទៅកូរទឹកក្តៅក៏ភាសាប្រហែលជា 4-5 នាទី10នាទីក្រោយមកគាត់ថាអត់អីទេគាត់ងើបបានឥឡូវនេះពងសម្រានហើយខ្ញុំថៃទៅគាត់មកដល់នេះខ្ញុំប្រាប់គាត់ថាបងមកដល់ព្រះវិហារហើយគាត់ប្រាប់ថាអូនទៅនៅទីឋានហើយបងដូច្នេះគាត់មិននៅមែនប៉ុន្តែគាត់នៅជាមួយនឹងយើងដោយវិញ្ញាណបាទអរគុណលោកគ្រូដែលបានជួយ cover ខ្ញុំកាលខ្ញុំអត់បាននៅហើយយើងដល់ពេលការពិតបងប្អូនខ្ញុំចង់រំលឹកបងប្អូនអត់មានចាស់ទេអត់មានណាម្នាក់ចាស់ទេបាទអត់ទេអត់ចាស់ទេអាយុច្រើនបាទអត់ចាស់ទេយើងបាទអរគុណ Ricky ដែលបានជួយ set up កន្លែងនេះកន្លែងថ្មីប៉ុន្តែមាន microphone តែមួយបាទមាន2បាទសម្រាប់អ្នកចម្រៀងដែរអរគុណព្រះហើយថ្ងៃនេះយើងចង់សម្លឹងមើលទៅក្នុងព្រះគម្ពីរទំនុកដំកើង139ម្ដងជាមួយគ្នាអាយុច្រើនទៅភ្នែកតទេមើលអត់ឃើញទេបងប្អូនមែនទេបាទបងប្អូនណាខ្លះស្គាល់កាណារ៉ាបាទកាណារ៉ាគាត់ដេកពេទ្យមួយអាទិត្យដែរបាទចេញម្សិលមិញគាត់មុនគាត់ថាគាត់ចុកពោះក៏ប៉ុន្តែដល់ទៅពេទ្យទៅគេ scan មើលទៅគេឃើញមាន infection នៅក្នុងនៅសាច់ដុំលើសាច់ដុំកន្លែងតាគៀកនេះដល់ចឹងទៅគេត្រូវការវះកាត់ហើយគេ drain infection ហ្នឹងបាទហើយម្សិលមិញហ្នឹងខ្ញុំប្រពន្ធខ្ញុំទៅសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យឆ្ងាយផង Redland បាទប៉ុន្តែអរគុណព្រះអង្គគាត់ថ្ងៃយុគមិញនេះគេឲ្យគាត់មកវិញហើយខ្ញុំត្រូវយកគាត់ពីពេទ្យមកប៉ុន្តែnurse គេមកប្រាប់ថាដុកទ័របញ្ជាឲ្យដាក់មកដូសទៀតantibiotic antibiotic one more dose ហើយកាណារ៉ាទៅ55នេះអាយុគាត់ណាបាទមិនចេះចាស់ប្រហែលនេះហើយក្រុមជំនុំបេថានីមានម្នាក់ក៏ឈ្មោះ John បាទអាយុទៅ50ឯងដែល stroke ហ្នឹងដូច្នេះបងប្អូនថែរក្សាខ្លួនមែនទែនបាទពីព្រោះសុខភាពរបស់យើងមិនដឹងយើងញ៉ាំអីខ្លះទេបងប្អូនមែនទេថ្ងៃហើយគេនិយាយប្រាប់ថាក្នុងយើងម្នាក់នេះបើសិនជាគេយកគេយកឈាមរបស់យើងមកត្រង់គេអាចក៏ពីតែពីខួរក្បាលរបស់យើងនេះមានផ្លាស្ទិកមកលព្រាពីព្រោះពេលបងប្អូនភាសាទឹកដបនេះបាទគេច្រកចូលមកមានជាតិផ្លាស្ទិកនៅនឹងអាទូចគឺយើងមើលឃើញអត់ទេគ្រប់គ្នាសិតតែមានផ្លាស្ទិកឯងបាទអញ្ចឹងបានជាយើងរស់ organic មិនបានទេឥឡូវនេះទឹកម្ដងល្អជាងការពិតណាបងប្អូនយើងអង្គុយពិចារណាមើលការម្ហូបអាហារយើងញ៉ាំពីដើមយើងថាយើងក្រហើយយើងក្រីក្រប៉ុន្តែការពិតយើងញ៉ាំល្អជាងបន្លែអីសពគ្រប់មែនទេបាទហើយសាច់គោសាច់ជ្រូកមិនសូវល្អសម្រាប់យើងទេដូច្នេះបងប្អូនបើសិនតែទិញមកនៅច្រើនពេលក្នុងផ្ទះណាផ្ទះខ្ញុំលេខ1026 La Roda Court អាចបញ្ជូនទៅនឹងបានប៉ុន្តែនិយាយមែនទេសាច់អីអត់សូវល្អប្រហែលខ្ញុំគេហាមមិនអោយញ៉ាំសាច់ក្រហមបាទបានស្អីសាច់ជៀមហើយនិងសាច់គោក៏ឲ្យញ៉ាំដែរបាទឲ្យតែញ៉ាំសាច់មាន់ហើយនិងសាច់ជ្រូកដូចជាសាច់សុទ្ធអញ្ចឹងណាបាទអូញ៉ាំរាល់ថ្ងៃហ្នឹងបាទសាច់គោចូលដុកទ័របងប្អូនគិតមើលយើងរស់នៅប៉ុណ្ណាសប្តាហ៍ថ្ងៃមែនទេបាទរស់មកតែប៉ុណ្្នឹងឯងឲ្យយ៉ាងច្រើន120នឹងបងប្អូនបាទហើយបើសិនជាបងប្អូនអធិដ្ឋានឲ្យខ្ញុំមានអាយុវែងប្រហែលក៏យកដែរឲ្យតែអាយុខ្ញុំនឹងមានសុខភាពល្អបាទបើអាយុ100ប៉ុន្តែគេរុញអតេះឲ្យមកព្រះវិហារនឹង Hallelujah នឹងអានេះទឹកមកហៀតាមនេះដូចមិនចង់បានទេបាទឥឡូវនេះខ្ញុំនាឡិកាអត់មានទេខ្ញុំបន្តមើលម៉ោងខ្ញុំនេះបាទឬមួយក៏គេនេះគេអត់មានកំណត់ពេលអធិប្បាយបាទអរគុណព្រះអង្គសូមបានទៅព្រះគម្ពីរទំនុកដំកើងលេខ139បងប្អូនខ្ញុំសួរបងប្អូនបន្តិចសិនមុនអានហើយដើម្បីបានជាខ្ញុំថាគម្ពីរទំនុកដំកើងលេខ139មិនបានខ្ញុំមិនថាចម្ពោះមិនខ្ញុំថាលេខ
ពីព្រោះជាទំនួលបង្កើងអរគុណព្រះអង្គបាទមានម្នាក់ដែលឆ្លាតដែរវីផងនេះពីព្រោះជាចម្រៀងអត់មានចម្ពោះទេបាទមានតែខដូច្នេះកាលណាយើងនិយាយហ្នឹងគឺគេបង្រៀនយើងបាទម៉ោងអូកំណត់ម៉ោងនេះ countdown អរគុណបងបាទអញ្ចឹងមកកាលណាខ្ញុំប្រាប់បងប្អូនទំនួលបង្កើងនេះគឺខ្ញុំរៀនមកអញ្ចឹងគ្រូបង្រៀនប្រាប់អញ្ចឹងថាកុំឲ្យប្រាប់គេថាចម្ពោះពីព្រោះមិនមែនចម្ពោះទេមកក្នុងកាំងគឺជាបទចម្រៀងដូច្នេះក្នុងកាំងមានប្រមាណចម្រៀងមានប្រមាណបទបងប្អូន150មានអ្នកចេះទៀតមិនបាច់ទេខ្ញុំមើលអធិប្បាយបានទេបាទអធិប្បាយខុសគឺដឹងយ៉ាងហ្មងបាទ150ចម្ពោះ150បទមែនទេបាទហើយភាគច្រើនអ្នកណាអ្នកសរសេរបងប្អូនមានមនុស្ស3នាក់ទេភាគច្រើនបាទដាវីតផងសាឡូមូនផងហើយនឹងណែស្អីទេឈ្មោះអីព្រៃស្អីទេព្រៃឈ្មោះបាទភាគច្រើនតែ3 4នាក់ដែលសរសេរនឹងអត់ច្រើនប្រហែលនេះបាទហើយដូច្នេះឥឡូវនេះយើងមើលនៅក្នុងព្រះគម្ពីរក្នុងកាំង139សូមឲ្យបងប្អូនចុចត្រង់កន្លែងខ11ប្រហែលជាយើងអាចអានដល់ខ17ក៏បានដែរប៉ុន្តែខ្ញុំអានត្រឹមខ16ទេសូមបងប្អូនទទួលចាំស្ដាប់បើទូបង្គំថាខ11ទំនុកបង្កើងលេខ139ខ11ដល់ខ16បើទូបង្គំថាសេចក្តីងងឹតនឹងគ្របបាំងទូបង្គំជាប្រកបហើយពន្លឺដែលនៅជុំវិញទូបង្គំនឹងត្រឡប់ទៅជាយុគវិញដូច្នេះទាំងសេចក្តីងងឹតនោះឯងមិនលាក់ពីទ្រង់ឡើយទាំងយុគក៏ភ្លឺដូចជាថ្ងៃដែរឯសេចក្តីងងឹតនឹងពន្លឺភ្លឺនោះស្មើគ្នានៅចំពោះទ្រង់ត្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមទូបង្គំហើយបានផ្សំផ្គុំនៃទូបង្គំនៅក្នុងផ្ទៃម្ដាយទូបង្គំនឹងអរប្រគុណដល់ទ្រង់ត្បិតទ្រង់បានបង្កើតទូបង្គំមកយ៉ាងគួរកោតគួរអស្ចារ្យឯស្នាដៃនៃទ្រង់នោះស្ទើរតែអស្ចារ្យទាំងអស់ព្រលឹងទូបង្គំក៏ដឹងច្បាស់ហើយការទូបង្គំកើតមាននៅក្នុងទីកំបាំងហើយបានសូនធ្វើបែបចម្លែកនៅទីទាបនៃផែនដីនោះក្រុមកាយរបស់ទូបង្គំមិនកំបាំងនឹងទ្រង់ទេព្រះនេត្រទ្រង់បានឃើញធាតុនៃទូបង្គំក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវឲ្យទូបង្គំរស់នៅក្នុងកាលមិនទាន់មានថ្ងៃណាមួយនោះឡើយអាយ៉ាអស្ចារ្យមែនបងប្អូនបាទមកកញ្ចប់នេះគឺនៅក្នុងទំនុកកាំង139នេះពិសេសសម្រាប់បងប្អូននិងខ្ញុំប៉ុន្តែយើងរៀនព្រះបន្ទូលព្រះអង្គសូមបងប្អូនយើងអធិដ្ឋានជាមួយគ្នាព្រះបិតានៃយើងខ្ញុំដែលគង់នៅឋានសួគ៌សូមអរព្រគុណទ្រង់ដែលទ្រង់បានបន្លាយសេចក្តីស្រឡាញ់របស់ព្រះអង្គសម្រាប់ប្រជាជនកម្ពុជាដែលយើងខ្ញុំបានសាត់ប្រាត់មកស្រុកដទៃទៀតយើងខ្ញុំខ្លះបងប្អូនយើងខ្ញុំខ្លះបានទៅនៅដល់កាណាដានៅអូស្ត្រាលីនៅញូហ្សេឡង់នៅប្រទេសបារាំងនៅប្រទេសអង់គ្លេសនៅប្រទេសច្រើននៅក្នុងសកលលោកទាំងមូលប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះអង្គតែងតែតាមដល់យើងខ្ញុំពីព្រោះព្រះអង្គមានព្រះបន្ទូលថាព្រះអង្គមិនសពប្រទេសឲ្យនរណាមួយវិនិច្ឆ័យឡើយប៉ុន្តែថ្ងៃនេះយើងខ្ញុំជាក្រុមជំនុំ Cypress យើងខ្ញុំថ្វាយបង្គំព្រះអង្គជាមួយគ្នាសូមទ្រង់ព្រះមេត្តាប្រពេញប្រតិហើយយើងខ្ញុំសូមទ្រង់មានព្រះបន្ទូលមកយើងខ្ញុំតាមរយៈអ្នកបម្រើព្រះអង្គសូមឲ្យព្រះបន្ទូលទ្រង់នេះបានជាការដែលយើងខ្ញុំអាចទទួលផងជាចំណីខាងផ្នែកព្រលឹងវិញ្ញាណហើយសម្រាប់ការរស់នៅផងដែរសូមជួយតម្រង់យើងខ្ញុំត្រង់កន្លែងណាដែលវាកន្លែងណាដែលដើរខុសពីព្រះអង្គសូមមានព្រះបន្ទូលមកយើងខ្ញុំទាំងអស់គ្នានៅវេលាព្រឹកនេះត្បិតទុំគុំអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទបងប្អូនកាលខ្ញុំសិក្សាព្រះបន្ទូលព្រះអង្គគេប្រាប់ថាយើងត្រូវតែមើលក្នុងព្រះគម្ពីរកុំឲ្យចេញពីអត្ថបទរបស់ព្រះគម្ពីរហើយគម្ពីរដទៃទៀតយោងសម្រាប់យើងដូច្នេះសូមឲ្យបងប្អូនបានមើលជាមួយនឹងគ្នាប៉ុន្តែពិចារណាជាមួយគ្នានេះអ្នកសរសេរគម្ពីរក្នុងកាំងនិយាយប្រាប់ថាម៉េចបើទូបង្គំថាសេចក្តីងងឹតនឹងគ្របបាំងទូបង្គំជាប្រកបហើយពន្លឺដែលនៅជុំវិញទូបង្គំនឹងត្រឡប់ទៅជាយុគវិញបងប្អូនមានជ្រាបទេពាក្យនេះគឺជាពាក្យដែលនិយាយប្រាប់ថាព្រះទ្រង់ជាព្រះនៃថ្ងៃហើយព្រះទ្រង់ជាព្រះនៃយុគកុំឲ្យយល់ច្រឡំឲ្យសោះសពសារពើទាំងអស់ព្រះអង្គបង្កើតនឹងអត្ថបទនេះគឺបង្រៀនប្រាប់យើងបែបនេះឯងដូច្នេះទាំងសេចក្តីងងឹតនោះមិនបាំងពីទ្រង់ឡើយហើយទាំងយុគក៏ភ្លឺដូចជាពេលថ្ងៃដែរឯសេចក្តីងងឹតនិងពន្លឺក៏ស្មើគ្នាចំពោះទ្រង់បងប្អូនស្ដាប់ពាក្យនេះបាទខ11និងខ12គឺព្រះអង្គជាព្រះជាម្ចាស់លើគ្រប់ទាំងពេលវេលានៃជីវិតរបស់យើងអញ្ចឹងបានជាកាលណាយើងអាននៅក្នុងព្រះគម្ពីរសំទោសអាននៅព្រះគម្ពីរនិខមណាំងដែលជនជាតិអ៊ីស្រាអែលចាប់ផ្ដើមចេញពីអេស៊ីបមកហើយជនគណនាដែលគេដើរ39ឆ្នាំ40ឆ្នាំនៅក្នុងទីរហោឋាននោះគឺព្រះអង្គទ្រង់យាងជាមួយគេយាងកាត់គេហើយព្រះអង្គយាងជាមួយនឹងគេដោយស្អីនៅថ្ងៃបង្គោលពពកហើយពេលយប់បង្គោលភ្លើងពីព្រោះទាំងយប់ទាំងថ្ងៃព្រះអង្គគង់មួយរះរបស់ព្រះអង្គហើយបងប្អូននឹកចាំឯព្រះបន្ទូលព្រះអង្គដែលព្រះអង្គមានព្រះបន្ទូលសម្រាប់បងប្អូនសម្រាប់ពួកសិស្សទាំងអស់គ្នា
នៅមកថៃ28ចុងខបងអស់បងមានព្រះបន្ទូលថាមើលខ្ញុំនឹងនៅជាមួយអ្នករាល់គ្នាជារៀងរហូតជារាល់ថ្ងៃហើយរហូតដល់បំផុតកាលដូច្នេះបងប្អូនអញ្ជើញទៅកន្លែងណាក៏ដោយបងប្អូននៅណាក៏ដោយលើផែនដីព្រះវត្តមានរបស់ព្រះមិនមែនគង់លើស្មាយើងមិនមែនគង់លើក្បាលយើងបងគង់ក្នុងយើងបងប្អូននឹកចាំពាក្យមួយដែលខ្ញុំតែនិយាយប្រាប់យូរហើយដែរប៉ុន្តែប្រហែលជាបងប្អូនភ្លេចតាមមើលអរគុណមកភ្លេចណែនិយាយម្ដងទៀតបេសកជនរបស់យើងលោកជីនហលគាត់ធ្វើការនៅស្រុកខ្មែរគាត់ដើរចុះដើរឡើងផ្សាយមិនល្អគាត់ទៅឃើញតែចាមភេច្រើនរបស់ចាមគេធ្វើអីបងប្អូនបាទនេសាត្រីហើយមួយទៀតមួយទៀតជាងដែកបាទចាំងពងអំលៀងពងស្លាប់ស្លាប់ហើយជាងយកដែកយើងទៅរុកក្នុងភ្លើងដល់ពេលដកចេញមកគាត់សួរខ្លួនឯងថាឥឡូវនេះដល់ពេលដកចេញហើយដៃវាក្រហមក៏សួរឥឡូវនេះភ្លើងនៅក្នុងដៃនៅក្នុងភ្លើងបាទពីមុនដៃនៅក្នុងភ្លើងពេលដកចេញមកឥឡូវភ្លើងនៅក្នុងដៃបងប្អូនពិចារណាមើលកាលយើងមិនតាន់មានកំណើតថ្មីយើងអត់មានព្រានក្នុងខ្លួននេះប៉ុន្តែដែលយើងមានកំណើតថ្មីសកលលោកទាំងមូលក៏យើងមើលឃើញផ្ដាច់ផ្សេងដែរដូច្នេះបងប្អូនពិចារណាមើលបងប្អូនមិនមែនត្រឹមតែមនុស្សសំណាងទេមនុស្សដែលប្រកបដោយព្រះគុណរបស់ព្រះអង្គទ្រង់មេត្តាករុណាដល់បងប្អូនហើយនឹងខ្ញុំហើយបងប្អូនគិតមើលអត្ថបទនិយាយប្រាប់យើងថាម៉េចទៀតខ្ញុំអានអត្ថបទវិញនៅក្នុងខ13ត្បិតគឺទ្រង់ហើយនៅបង្កើតចិត្តថ្លើមនៃទូបង្គំចិត្តរបស់បងប្អូនអ្នកណាបង្កើតម៉ែបង្កើតដឹងឪបង្កើតដឹងព្រះបានចាប់ផ្ដើមសូនដំបងឪពុកម្ដាយគឺជាប្រពន្ធរបស់ព្រះដែលបង្កើតកូនមកណាបងប្អូនធ្លាប់ឮសូមខ្ញុំនិយាយប្រាប់ថាកូនមិនបាន9នេះមិនបានខ្ញុំមានកូនដល់9ពីព្រោះមួយមកប្រុសតាមរស់ស្រីតាមឯងតលមកកតេលដូច្នេះចង់ប្រាប់បងប្អូនថាបើខ្ញុំជាអ្នកបង្កើតហើយអ្វីបានជាខ្ញុំមិនធ្វើមិនបង្កើតកូនជាប្រុសឬស្រីតាមចិត្តរបស់ខ្ញុំពីព្រោះមិនមែនអំណាចរបស់យើងដែលជាអ្នកបង្កើតគឺព្រះជាអ្នកបង្កើតលើយើងអាននៅក្នុងព្រះគម្ពីរទូលអង្គ139ខ13និយាយប្រាប់ថាទ្រង់បង្កើតចិត្តថ្លើមនៃទូបង្គំហើយផ្សំគ្រឿងនៃទូបង្គំនៅក្នុងផ្ទៃម្ដាយអញ្ចឹងកាលណាបងប្អូនមានប្រសាសន៍ថាព្រះទ្រង់បង្កើតខ្ញុំមកគឺបងប្អូនអត់ខុសទេប្រកាសជាឪពុកម្ដាយបានទទួលប្រពោះពីព្រះហើយយើងបានជាប់ពូជម្បូរពីឪពុកម្ដាយរបស់យើងប៉ុន្តែអ្នកដែលចាប់ផ្ដើមបដិសន្ធិបងប្អូនហើយនឹងខ្ញុំគឺនៅក្នុងផ្ទៃម្ដាយឥឡូវបងប្អូនពិចារណាមើលខ14ទូលបង្គំអរប្រគុណដល់ទ្រង់ត្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោតគួរអស្ចារ្យបងប្អូននឹងព្រះបង្កើតបងប្អូនគួរកោតគួរអស្ចារ្យយ៉ាងម៉េចទេអស្ចារ្យណាស់បងប្អូនខ្ញុំចង់ជម្រាបបងប្អូនសូមបងប្អូនពិចារណាជាមួយនឹងខ្ញុំបងប្អូនពិចារណាមើលពេលអ្វីដែលយើងនិយាយគ្នាយើងខ្លួនរបស់យើងគ្រាន់តែខួរក្បាលរបស់យើងភាសាអង់គ្លេសខ្ញុំយកមកនិយាយថា the network of human brain cell has been compared to the cosmic web of galaxies due to their similar network structures បកប្រែបងប្អូនស្ដាប់និយាយពីរឿងខួរក្បាលរបស់យើងគ្រាន់តែប្រព័ន្ធខួរក្បាលរបស់យើងប្រៀបធៀបទៅដូចជាចក្រវាឡគឺប្រព័ន្ធចក្រវាឡទាំងមូលពីព្រោះព្រះអង្គម្ចាស់ទ្រង់បានបង្កើតក៏ប្រព័ន្ធចក្រវាឡទាំងមូលគឺអាចប្រៀបធៀបមកស្តៀងខួរក្បាលរបស់យើងដែរដូច្នេះបងប្អូនខួរក្បាលរបស់យើងនេះមិនមែន computer ខ្លាំងជាងយើងទេខួរក្បាលរបស់យើងគឺខ្លាំងណាស់បងប្អូន computer កាលដែលយើងប្រើកាលពីឆ្នាំ80យើងប្រើថ្ងៃបានទេអត់បានទេតែមនុស្សដែលកើតមកមុនឆ្នាំ80គេមានការគិតរហូតដល់ឥឡូវក៏ខួរក្បាលរបស់គេដើរអស្ចារ្យមែនទែននឹងខ្ញុំគិតថាដែលព្រះបង្កើតបងប្អូនអស្ចារ្យយ៉ាងម៉េចហើយព្រះបង្កើតខ្ញុំអស្ចារ្យយ៉ាងម៉េចហើយបងប្អូនដឹងទេសរសៃឈាមរបស់យើងខ្ញុំបង្រៀនម្ដងហើយប៉ុន្តែរំលឹកម្ដងទៀតសរសៃឈាមរបស់យើងបើសិនជាយើងយកតគ្នាបងប្អូនបើយើងតគ្នាយកសរសៃទុយទាំងអស់យកមកតគ្នាបងប្អូនដឹងមានប្រវែងណាទេប្រវែងប្រហែលគីឡូទេ Google ប្រាប់ខ្ញុំថាមានប្រហែលជា99000ទៅ100000គីឡូម៉ែត្រគ្រាន់តែគាត់យកសរសៃមនុស្សម្នាក់ណាយកសរសៃតគ្នាបើគិតជាម៉ាយវិញ60,000ម៉ាយ60000ម៉ាយហើយបងប្អូនអត់ដឹងថាប្រវែងប៉ុណ្ណាព្រោះបងប្អូនប្រមាណនឹងយល់ហើយបងប្អូនពិចារណាមនុស្សម្នាក់បើសិនជាយើងគាត់យកសរសៃយើងទាំងទូចទាំងធំយកមកតគ្នារុំប៉ាត់ផែនដីបាន2ជុំហើយលើសផងសល់ទៀត
ព្រះនៃយើងបង្កើតបងប្អូនហើយនឹងខ្ញុំនេះអស្ចារ្យប៉ុណ្ណាអញ្ចឹងមកព្រះគម្ពីរក្នុងការនិយាយប្រស្មីបងបង្កើតយើងឲ្យគួរកោតគួរស្ញែងមែនទេបងប្អូនបាទហើយបើកាលណាយើងនិយាយពីសកលលោកទាំងមូលវិញអស្ចារ្យមែនទេបងប្អូនសកលលោកទាំងមូលនៅដែលព្រះទ្រង់បង្កើតដែរបងប្អូនជឿថាអ្វីសពសារពិតរបស់ព្រះអង្គបង្កើតនេះជឿទេបាទបងប្អូនដឹងមិនទេសូម្បីតែនៅក្នុងផ្ទៃមេឃគេពីមុនគេខំសង្កេតមើលសួរថាតើមាន Galaxy បងប្អូនដែលមានសូប្រើពាក្យ Galaxy នេះមិនមែនទូរស័ព្ទ Samsung ទេណាមិនមែនទូរស័ព្ទ Samsung ទេបាទគឺចង់និយាយពីចង្កោមផ្កាយគេឥឡូវគេនិយាយប្រធាននៅក្នុងរង្វង់ផ្ទៃមេឃទាំងមូលមានចង្កោមផ្កាយប្រហែលជា2 trillion 2 trillion មួយលានបងប្អូន1000ដងស្មើ1 billion ហើយ1 billion 1000ដងបានស្មើ1 trillion ហើយគេនិយាយប្រាប់ថាចង្កោមផ្កាយនៅក្នុងមេឃណាគឺថាមានប្រហែលជា2 trillion ហើយដល់ពីដើមមកគេមើលគេថាមានប្រហែលជាពី100,000 លានទៅ200,000 លានប៉ុណ្ណោះប៉ុន្តែឥឡូវនេះដោយសារគេបង្កើត telescope អាកែវយិតមើលទៅក្នុងលំហអាកាសហ្នឹងគឺថាឃើញផ្កាយមានច្រើនមែនទែនមិនមែនផ្កាយមួយណាចង្កោមផ្កាយពីព្រោះក្នុងផ្កាយមួយចង្កោមហ្នឹងមានផ្កាយប្រហែលជា100 លានផ្កាយមានចង្កោមផ្កាយខ្លះមានប្រមាណប៉ុណ្ណដែរប៉ុន្តែបើសិនជាបងប្អូនមើលចង្កោមផ្កាយដែលធំជាងគេយប់ឡើងបងប្អូនមើលទៅលើមេឃហើយបងប្អូនឃើញមានដូចពពកដែលមើលដូចសអានឹងគេហៅថា The Milky Way The Milky Way នេះគឺបកប្រែថា Galaxy ចង្កោមផ្កាយមួយក្នុងបណ្ដាចង្កោមផ្កាយក្នុង2 trillion ផ្កាយឲ្យចង្កោមដូច្នេះក្នុងមួយចង្កោមបើមាន100 លានផ្កាយហើយបងប្អូនគិតមើល2 trillion ចង្កោមផ្កាយប៉ុណ្ណាទៅហើយបងប្អូនពិចារណាមើលខ្ញុំចង់ប្រាប់ដល់បងប្អូនថាព្រះគម្ពីរបាននិយាយប្រថាព្រះអង្គអើយព្រះតម្រេះទ្រង់មានតម្លៃថ្លៃដល់សំទុកព្រះគម្ពីរបាននិយាយប្រថាព្រះអង្គបានបង្កើតរបស់នោះមកដែរគឺព្រះអង្គបានបង្កើតសពសារពើព្រះបើសិនជាបងប្អូនមើលនៅក្នុងព្រះគម្ពីរទំនុកសំទុកព្រះគម្ពីរលោកក្បាត់ចំពុក1ប្រហែលជាខ16ខ17ខ្ញុំអត់ចាំទេព្រះអង្គបង្កើតពន្លឺ2ពន្លឺធំមួយគ្រប់គ្រងពេលថ្ងៃពន្លឺធំមួយទៀតពន្លឺបន្តមកគ្រប់គ្រងពេលយប់ចង់និយាយអំពីថ្ងៃហើយនិងខែហើយចុងខនឹងនិយាយប្រថាទ្រង់ក៏បង្កើតផ្កាយទាំងអស់ដែរកាលយើងនិយាយអំពី Galaxy 2 trillion Galaxy នៅក្នុងរង្វង់មេឃហើយកាលយើងនិយាយពីក្នុងមួយ Galaxy មានប្រហែលជា100 លានផ្កាយហើយបងប្អូនគិតមើលតើកើតមកឯងព្រះនៃយើងទ្រង់បង្កើតព្រះយើងទ្រង់ធំប៉ុណ្ណាបងប្អូនអញ្ចឹងកាលណាបងប្អូនច្រៀងបទចម្រៀងថាព្រះអង្គម្ចាស់មានដែរបាទទ្រង់ធំណាស់ណាមែនទេទ្រង់ធំអស្ចារ្យតើព្រះអង្គទ្រង់ធំប៉ុណ្ណាដែលបងប្អូនជ្រាបអំពីដំណើរដែលបងប្អូនចង់ថាស្គាល់ព្រះស្គាល់ជាបែបណាប៉ុន្តែបងប្អូនពិចារណាមើលរបស់សពសារពើដែលព្រះអង្គបង្កើតព្រះអង្គមើលមកបងប្អូនហើយនឹងខ្ញុំហើយព្រះអង្គម្ចាស់ទ្រង់ស្គាល់បងប្អូនហើយនឹងខ្ញុំសពគ្រប់ទាំងអស់បើព្រះគម្ពីរនិយាយប្រាប់ថាព្រះអង្គបានទ្រង់បានបង្កើតទូបង្គំមកយ៉ាងគួរកោតគួរអស្ចារ្យណាឯស្នាប្រហោះទ្រង់ក៏សុទ្ធតែអស្ចារ្យទាំងអស់ប្រលឹងទូបង្គំដឹងច្បាស់ហើយខ្ញុំសង្ឃឹមថាយើងស្ដាប់ព្រះបន្ទូលអង្គថ្ងៃនេះជួយបងប្អូនឃើញថាតើការដែលព្រះកំពុងតែបង្កើតមកជាយ៉ាងដូចម្តេចដែរបាទហើយអ្វីដែលព្រះអង្គបានបង្កើតនោះគឺទៅអស្ចារ្យមែនទេបងប្អូនស្ដាប់មើលក្រងកាយរបស់ទូបង្គំក៏មិនបាំងពីទ្រង់ដែរទ្រង់ទេក្រងកាយបងប្អូនអស្ចារ្យបងប្អូនបាទសូម្បីឆ្អឹងយើងខ្ញុំអត់ចាំខ្ញុំបានស្រាវជ្រាវមើលក្នុងខ្លួនរបស់យើងមានឆ្អឹងប្រមាណ100បងប្អូនក្នុងបណ្ដាឆ្អឹងទាំងអស់បងប្អូនដឹងផ្នែកអវយវៈយើងឆ្អឹងផ្នែកមួយណាដែលឆ្អឹងច្រើនជាងគេប្រអប់ជើងហើយអ្វីបានជាព្រះអង្គបង្កើតឆ្អឹងច្រើនក៏ប្រអប់ជើងពីព្រោះព្រះអង្គជ្រាបថា170 ផោននេះវានឹងពឹងលើអាពីរហ្នឹងដូច្នេះព្រះតម្រេះរបស់ព្រះអង្គទ្រង់ពិសេសប៉ុណ្ណាបងប្អូនពិចារណាមើលណាហើយបងប្អូនពិចារណាមើលទៀតនៅក្នុងខ16ព្រះនេត្រទ្រង់បានឃើញធាតុនៃទូបង្គំក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយស្ដាប់តាមបងប្អូនព្រះអង្គឃើញធាតុបងប្អូនពាក្យធាតុហ្នឹងមើលទៅខ្មែរគឺថាឆ្អឹងតែមិនមែនឆ្អឹងទេនិយាយពីសារធាតុនានាក្នុងយើងមុននឹងយើងចាប់ដើមផ្ទៃម្ដាយចាប់ដើមកំណើតផ្ទៃម្ដាយព្រះអង្គទ្រង់ជ្រាបថាបងប្អូនជាយ៉ាងម៉េចហើយដូច្នេះបងប្អូនខ្ញុំចង់ប្រាប់បងប្អូនថាការដែលបងប្អូនជឿគឺសំខាន់ការដែលបងប្អូនជឿសំខាន់មិនមែនចេះតែជឿទៅទេបាទในខ្លះសប្តាហ៍ថ្ងៃនេះគេជឿអីខ្លះបងប្អូនគេជឿថាអូខ្ញុំអត់ជឿថាមានព្រះណាខ្ញុំមិនជឿដែរព្រះសាសនាណាខ្ញុំអត់ជឿដែរក៏ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនពិចារណាមើល
ការដែលយើងជឿគឺសំខាន់អ្នកខ្លះជឿវិទ្យាសាស្ត្រគេគិតថាវិទ្យាសាស្ត្រជាអ្នកនាំឲ្យជីវិតអ្នកជួយឲ្យជីវិតចម្រើនអ្នកខ្លះគេជឿលើការ evolution ការដែលកើតមកវិវត្តពីមុនមកវិវត្តកើតមកហើយអ្នកខ្លះគេជឿលើ philosophy ពាក្យបរមត្ថពាក្យដែលឆ្លាតម្នាក់ណានិយាយច្រើនបានល្អគេថាឆ្លាតប៉ុន្តែបងប្អូនខ្ញុំចង់ជម្រាបបងប្អូនការទាំងអស់នោះអាចជួយសង្គ្រោះយើងបានការពិតការអស្ចារ្យដែលសម្រាប់បងប្អូននិងខ្ញុំគឺជាសេចក្តីសង្គ្រោះដែលព្រះអង្គរៀបចំឲ្យយើងបានរួចពីបាបពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះយើងមិនតាន់បានដឹងក្តីផងយើងមានបាបទៅហើយឥឡូវចង់ជម្រាបបងប្អូនតិចតើយើងចាប់ផ្ដើមធ្វើបាបពីកាលមកខ្លាំងពេកបាទតើយើងចាប់ផ្ដើមធ្វើបាបពីកាលមកប្រពន្ធខ្ញុំគាត់និយាយប្រាប់ថាម្ដាយមីងរបស់គាត់អ៊ំគាត់ណាជាស្ត្រីអាយល់ពាក្យស្ត្រីអាស្ត្រីអាគឺស្ត្រីអត់អាចទង្ងន់បានអត់មានកូននេះហើយគាត់ស្រឡាញ់ចង់បានកូនគាត់ខ្មាស់គេក្នុងភូមិហ្នឹងគាត់ប្រាប់គេគាត់ហៅប្រពន្ធខ្ញុំឲ្យដើរជាមួយហើយប្រាប់ថាឥឡូវណែសន្យាជាមួយអញកុំឲ្យប្រាប់គេថាឯងជាក្មួយឲ្យប្រាប់គេថាឯងជាកូនហើយប្រពន្ធខ្ញុំគាត់នៅទូចមិនហ៊ានធ្វើម៉េចទៅមានប្រាប់គេថាគាត់ជាកូនចេះកុហកតាំងពីនៅទូចដូចជាបងប្អូនពិចារណាមើលយើងព្រះអង្គម្ចាស់ទ្រង់បានសង្គ្រោះយើងឲ្យបានរួចពីបាបអស្ចារ្យខ្លាំងមែនទែនហើយលើចង់នាំឲ្យបងប្អូនពិចារណាមើលទៀតបាទដូច្នេះយើងត្រឡប់មកវិញការដែលយើងជឿណាបងប្អូនគឺសំខាន់ណាស់យើងមិនមែនគ្រាន់តែចេះជឿទៅយើងគិតថាអាចនឹងទៅដល់បានកន្លែងណាទេហើយជំនឿមិនមែនយើងគ្រាន់តែសុំប្រាថ្នាអញ្ចេះចុះបើប្រាថ្នាអញ្ចឹងមិនបាច់និយាយខ្ញុំអង្គុយប្រាថ្នានៅផ្ទះអូព្រះអង្គឲ្យព្រលឹមឡើងសុំធ្លាក់មាស1គីឡូបើប្រាថ្នាបាននោះប្រាថ្នាអត់បានទេបងប្អូនចង់ជម្រាបលោកបងប្អូនហើយការដែលយើងជឿគឺសំខាន់មិនមែនយើងចេះគ្រាន់តែជឿលើរបស់សពសារពើអ្វីទេយើងធ្លាប់និយាយគ្នាកាលពីលើកមុនអ្នកខ្លះគេជឿលើខ្នែងជ្រូកព្រៃខ្នាយបាទហើយគេសួរថាខ្នាយយ៉ាងម៉េចប្រកែចុះអាម្ចាស់ខ្នាយនោះទៅណាទៅវាប្រកែទៅណាបងប្អូនពិចារណាមើលដូច្នេះចង់ជម្រាបបងប្អូនថាហើយអត់មានរឿងមួយដែរចង់ជម្រាបបងប្អូនរឿងហ្នឹងខ្ញុំនិយាយប្រាប់បងប្អូនម្ដងហើយប៉ុន្តែអរគុណដល់ព្រះដល់នឹកឃើញរឿងហ្នឹងនិយាយម្ដងទៀតទៀតមានក្មេងប្រុសម្នាក់គេទៅសួរឪពុកគេសួរថាពុកយើងកើតមកពីណាហើយឪពុកគេថាអូយកូននៅរឿងនោះវែងឆ្ងាយណាស់កាលពីដើមវាគ្មានស្អីសោះផ្ទុះឡើងត្រឡប់ទៅជាចក្រវាឡទាំងមូលហើយក៏នៅលើផែនដីអត់តាន់មានអីមានថ្មម្ដងហើយភ្លៀងរាប់លានឆ្នាំបានទៅជាសមុទ្រហ្នឹងហើយភ្លៀងហើយវាត្រឡប់ទៅជាស្លែត្រឡប់ទៅដូចជា chemical compound ដូចជាស៊ូបចឹងហើយអានឹងត្រឡប់ទៅជាសត្វទៅជាត្រីហើយត្រីនឹងដល់យូរទៅត្រីនឹងคล้ายទៅជាដុសជើងដើរលើដីគោកហើយអាត្រីនឹងឯងវាដូរវា evolve វាដូរទៅជាស្វាហើយចេញពីស្វាមកគឺកើតយើងនេះឯងដូច្នេះកូនដូនតារបស់យើងគឺជាស្វាហើយអាក្មេងនោះវាស្ដាប់ជាឪពុកមានហ៊ានតណាបាទវាចេះតែវាអត់ពេញចិត្តនឹងចម្លើយនេះសោះដល់ពេលមួយទៅគេទៅជួបម្ដាយគេនិយាយថាម៉ាក់យើងកើតមកពីណាកូនយើងណាព្រះបង្កើតយើងឲ្យដូចជារូបអង្គទ្រង់ម៉ាក់តាថាយើងពុករបស់យើងស្វាខ្មេងម៉ាក់ថាព្រះបង្កើតយើងអញ្ចឹងហើយម្ដាយប្រាប់ថាកូនឯងម៉ាក់មិនដឹងទេពុករបស់ពុកឯងបើពុកមកពុកឯងយ៉ាងម៉េចគឺពុកឯងចឹងប៉ុន្តែពុកម៉ែពុកមកពីព្រះបើពុកឯងគឺពុកស្វាឬពុកខាងម៉ែគឺពុកព្រះកូនឯងបងប្អូនកូនឯងបាទដូច្នេះបងប្អូនចង់ជម្រាបបងប្អូនថាទាំងអស់សព្វសារពើព្រះបង្កើតបងប្អូនក៏អញ្ចឹងដែរហើយពេលព្រះអង្គបង្កើតមកបងប្អូនព្រះគម្ពីរទំនុកអំកើង139ខ17និយាយប្រាប់ថាអោព្រះអង្គអើយព្រះតម្រេះរបស់ទ្រង់មានតម្លៃពិសេសដល់ទូបង្គំណាស់ណក៏មានចំនួនច្រើនណាស់ផងបងប្អូនស្ដាប់ពាក្យនេះហើយខ្ញុំបកប្រែស្រួលបងប្អូនស្ដាប់ខ17ទ្រង់អំកើងដដែលនឹង39ហ្នឹងបាទព្រះអង្គមានព្រះអង្គគិតពីបងប្អូនខ្ញុំពីព្រោះអ្នកសរសេរគម្ពីរអំកើងផ្សេងថាម៉េចអោព្រះអង្គអើយព្រះតម្រេះរបស់ទ្រង់មានតម្លៃដល់ទូបង្គំព្រះអង្គគិតពីបងប្អូនរាល់ថ្ងៃដូចជាមានបទចម្រៀងមួយដែលរៀងជឿថាព្រះអង្គទ្រង់គិតពីខ្ញុំ like a rose ដូចជាកុលាបដែលធ្លាក់ទៅដីមាននៅចាំបទហ្នឹងបាទដូចជាអូមកហងចាំហីមកហងឡើងជាពិសេសមួយអញ្ចឹង
បងប្អូនគឺមើលដូចនេះបទចម្រៀងនេះគឺអ្នកដែលចេះព្រះគម្ពីរបានយកតែងមែនទេបងប្អូននេះចេះខ17និយាយប្រាប់ថាអោព្រះអង្គអើយព្រះតម្រេះរបស់ទ្រង់មានតម្លៃពិសេសដល់ទូបង្គំបើនិយាយភាសាឲ្យស្រួលស្ដាប់គឺថាព្រះទ្រង់គិតពីបងប្អូនហើយនឹងខ្ញុំដូច្នេះព្រះអង្គគិតច្បាស់គិតពិសេសណាស់សម្រាប់លោកអ្នកបងប្អូនហើយនឹងខ្ញុំហើយចង់ប្រាប់បងប្អូនថាលោកីមែនតែវាងងឹតបាទមែនតែវាងងឹតចេះតែជឿផ្លេបណាស់ហើយគិតថាជំនឿរបស់ខ្លួនឯងអាចនឹងទៅដល់កន្លែងណាប៉ុន្តែបងប្អូនខ្ញុំចង់ជម្រាបបងប្អូនថាយើងនេះសប្តាហ៍ថ្ងៃឥឡូវខែក្រោយថ្ងៃទី16យើងធ្វើពិធីបុណ្យនេះ Thanksgiving មិនអរគុណដល់ព្រះខ្ញុំចង់ឲ្យបងប្អូនគិតមើលថាតើជីវិតរបស់បងប្អូនត្រូវអរគុណព្រះប៉ុណ្ណាដែរមិនតាន់អធិប្បាយសម្រាប់ថ្ងៃនោះទេប៉ុន្តែចង់ប្រាប់បងប្អូនមួយខ្ញុំអរគុណដល់ព្រះជារាល់ពេលវេលាដែលព្រះអង្គម្ចាស់ទ្រង់រំដោះខ្ញុំឲ្យរួចខ្លួនពីការថ្វាយបង្គំរបស់ដែលមិនមែនជាព្រះហើយតាមបទគម្ពីរបងប្អូនស្ដាប់មើលណាបងប្អូនស្ដាប់មើលពីព្រោះសេចក្តីក្រោធរបស់ព្រះបានសម្ដែងមកពីឋានសួគ៌ខ្ញុំអាននេះគឺរ៉ូមជំពូក1ខ18រ៉ូមជំពូក1ខ18ពីព្រោះសេចក្តីក្រោធរបស់ព្រះបានសម្ដែងមកពីឋានសួគ៌តោះនឹងគ្រប់ទាំងសេចក្តីថ្មិលល្មើសនិងសេចក្តីទុច្ចរិតរបស់មនុស្សដែលគេបង្ខាំងសេចក្តីពិតដោយសេចក្តីទុច្ចរិតបងប្អូនព្រះទ្រង់សម្អាតយើងឲ្យផុតពីសេចក្តីទុច្ចរិតទាំងអស់ហើយដោយសារព្រះគ្រីស្ទបងប្អូនស្អាតកុំឲ្យអារក្សសាតាំងវាកុហកបងប្អូនឲ្យសោះកុហកបងប្អូនហ្នឹងឯងធ្វើអញ្ចេះខុសហ្នឹងព្រះឲ្យព្រះលេងស្រឡាញ់ឯងអត់ទេបងប្អូនព្រះគម្ពីរបាននិយាយប្រាប់ថាម៉េចតែព្រះទ្រង់ស្រឡាញ់មនុស្សដល់ម្លេះបានជាថាម៉េចបានទ្រង់ប្រទានព្រះបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះបុត្រានោះមិនមែនគ្រាន់តែជឿព្រះដែរមិនមែនជឿលើភ្នំមិនមែនជឿលើថ្មមិនមែនជឿលើសមុទ្រមិនមែនជឿលើដើមឈើធំតែជឿលើព្រះបុត្រាមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតតែ100ឆ្នាំអត់ទេជីវិតអស់កលជនិតវាអស់កលជនិតគឺរហូតបងប្អូនដូច្នេះខ្ញុំចង់ជម្រាបលោកបងប្អូនថាអំពើទុច្ចរិតនានានៅក្នុងសកលលោកនេះនៅថ្ងៃមួយយើងលែងស្គាល់វាពីព្រោះព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទ្រង់បានបំផ្លាញរួចអស់ហើយបងប្អូនកុំឲ្យអារក្សសតាំងកុហកបងប្អូនឲ្យសោះបាទតិចដូចទៅដល់ផ្ទះវិញបងឲ្យបងសុំអត់តបងទុំគុំបានទៅពេទ្យសួរថាឯងមានបានហាត់ប្រាណនេះអូខ្ញុំហាត់ដែរតែអត់ដែរបានហាត់សោះអូខ្ញុំខុសទៀតហើយព្រះអង្គឲ្យទុំគុំយ៉ាងម៉េចទៅចង់រកដឹងអត់ទេបងប្អូនបាទខ្ញុំមិនមែនបង្រៀនឲ្យបងប្អូនចេះកុហកទេប៉ុន្តែចង់ប្រាប់បងប្អូនថាបងប្អូននៅក្នុងព្រះយេស៊ូវគ្រីស្ទបងប្អូនរាប់ជាសេចក្តីសុចរិតដោយសារព្រះអង្គម្ចាស់ទ្រង់បានធ្វើជំនួសយើងហើយសប្តាហ៍នេះបងប្អូនខ្ញុំឃើញសេចក្តីអធិប្បាយច្រើនណាស់ព្រោះគេចង់ល្បីគេនិយាយប្រថអូនឯងធន់ចេះល្អឯងកុំឲ្យធន់ចេះខ្ញុំចង់ជម្រាបលោកបងប្អូនខ្ញុំបើពឹងកម្លាំងខ្លួនឯងខ្ញុំអត់អាចធ្វើល្អអីបានប៉ុន្តែដោយសារព្រះគ្រីស្ទទ្រង់គង់ក្នុងខ្ញុំបានជាខ្ញុំពីដើមស្លាប់ជេរប៉ុន្តែអរគុណដល់ព្រះឥឡូវព្រះអង្គឲ្យកាត់បន្ថយនៅសល់99អស់សំទោសអស់99នៅសល់1អស់99នៅសល់1មិននៅសល់99ទេបងប្អូនបាទដូច្នេះអរគុណដល់ព្រះដែលព្រះអង្គម្ចាស់ទ្រង់ប្រទានសេចក្តីពិតដល់យើងទាំងអស់គ្នាហើយខ19នៅក្នុងគម្ពីររ៉ូមជំពូក1ខ19ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាននោះបានសម្ដែងមកក្នុងពួកគេហើយដែលព្រោះទ្រង់បានសម្ដែងការព្រោះឲ្យគេឃើញមនុស្សទាំងអស់គេអាចមើលសពសារពើគេដឹងថានេះគឺជារបស់ដែលព្រះបង្កើតនេះគឺជាមានប្រកាសជាមានម្ចាស់បង្កើតដែលអត់មានម្ចាស់បង្កើតធ្វើម៉េចឲ្យមាននៅបានបាទបើសិនជាខ្ញុំប្រាប់បងប្អូនថាទូរស័ព្ទនេះកើតឡើងឯងទេបងប្អូនជឿទេបាទជឿចុះអត់អីទេបាទប៉ុន្តែអរគុណដល់ព្រះអង្គមនុស្សសពថ្ងៃគេជឿអ្វីខ្លះខំ20ត្បិតអ្វីដែលទ្រង់ដែលរបស់ទ្រង់ដែលរកមើលមិនឃើញតាំងពីកំណើតលោកីមកព្រោះទោះទាំងព្រះចេស្តានៅលើអស់កលចនិចនិងនិស័យជាព្រះរបស់ទ្រង់នោះឃើញច្បាស់វិញដោយពិចារណារបស់ទាំងប្រមាណដែលទ្រង់បានបង្កើតមកដោយខ21ព្រោះកាលគេបានស្គាល់ព្រះនោះគេមិនបានតម្កើងទ្រង់ទុកជាព្រះទេក៏មិនដឹងគុណទ្រង់ដែរគេកើតមានគំនិតឥតប្រយោជន៍បាទអរគុណដល់ព្រះអង្គយើងអត់សពថ្ងៃគំនិតរបស់យើងសិតតែមានប្រយោជន៍គេកើតមានគំនិតឥតប្រយោជន៍ហើយចិត្តគេដែលឥតយោបល់ក៏បានត្រឡប់ទៅជាងងឹតទៅគេអួតខ្លួនថាមានប្រាជ្ញាបានជាគេត្រឡប់ទៅជាល្ងងល្ងើវិញខ្ញុំព្រឹកមិញស្ដាប់ការគេពួកខាងវិវត្តនិយមណា evolutionist ណាគេនិយាយប្រាជ្ញគេប្រោកប្រាជ្ញតាំងពីកំណើតផែនដីអីសពសារពើហើយបងប្អូនសិតតែបណ្ឌិតហើយទៅជឿរបស់កើតឯងបងប្អូនពិចារណាមើលហើយគេអួតខ្លួនតែគេមានប្រាជ្ញាប៉ុន្តែគេត្រឡប់ទៅជាល្ងងល្ងើវិញយើងដោយសារមានពលិរបស់ព្រះគ្រីស្ទដោយសារប្រាជ្ញារបស់ព្រះអង្គទ្រង់គង់ជាមួយយើងអាចដឹងថារបស់អីពិតរបស់អីមិនពិតខ23គេបំផ្លាស់បំប្រែស្រីល្អនៃព្រះដែលមិនចេះខូចទៅជារូបបងប្អូនស្ដាប់តាមនេះស្រីល្អរបស់ព្រះអង្គមិនមែនដូចជារូបនោះទេ
ជាងអរគុណដល់ព្រះសប្តាហ៍ខ្ញុំនិយាយមួយបងម្នាក់គាត់ឈ្មោះសាមគាត់នៅ Memphis Tennessee ខ្ញុំថាបងដឹងមិនទេបងមានដែលបានអរគុណព្រះដែលព្រះអង្គម្ចាស់ទ្រង់រំដោះឲ្យយើងបានរួចពីការថ្វាយបង្គំមនុស្សហ្នឹងហើយខ្ញុំថាប្រហែលជាបងមិនដែលបានថ្វាយបង្គំមនុស្សទេខ្ញុំមិនថ្វាយបង្គំមនុស្សពីដើមគាត់ថាខ្ញុំក៏ថ្វាយបង្គំដែរបាទគេក្រឹមតែដូរខោអាវសោះណាយើងអរគុណដល់ព្រះដែលព្រះអង្គម្ចាស់ទ្រង់បានបំផ្លាស់បំប្រែយើងកុំឲ្យយើងបានឲ្យយើងបានមិនបានថ្វាយបង្គំរបស់ដែលខូចខាតរបស់ដែលគ្មានសេរីល្អសោះពីពុទ្ធខ23និយាយចឹងគេផ្លាស់បំប្រែសេរីល្អនៃព្រះដែលមិនចេះខូចទៅជារូបមើលទៅដូចជាមនុស្សដែលតែងតែខូចវិញហើយដូចជាសត្វហើរសត្វជើង4សត្វលូនវាហេតុនោះបាទសប្តាហ៍បងប្អូនហើយនិយាយពីបើពស់វិញពស់ល្មមប៉ុណ្្នេះអីគេវាយមកយកទៅស្ងោរគេយកស្ងោរណែទៅពាំងបាទធំគេថ្វាយបង្គំឆ្នាំណានោះខ្ញុំទៅស្រុកខ្មែរខ្ញុំឃើញគេអ៊ូអនាំគ្នាហែបាទបងប្អូនគេហែអីនេះហែកូនគោដែលងាប់បាត់ហើយគោលលូតណាបាទហើយគេនាំគ្នាគោរពប៉ុន្តែយើងកុំឲ្យមើងងាយជំនឿរបស់គេគោរពប៉ុន្តែអត្ថបទនិយាយប្រាប់ដល់យើងថាហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឲ្យសេចក្តីស្មោកគ្រោកតាមចិត្តគេប្រាថ្នាចង់បានឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមកគេបំផ្លាស់បំប្រែសេចក្តីពិតនៃព្រះឲ្យទៅជាសេចក្តីភូតភរវិញក៏កោតខ្លាចឲ្យគោរពបូជាដល់របស់ដែលកើតមកជាជាងដល់ព្រះគេសុខចិត្តដល់គេបដិសេធព្រះគេទៅថ្វាយបង្គំរបស់ដែលបង្កើតមកហើយគេមិនព្រមមកឲ្យព្រះទេបាទហើយបងប្អូនពិចារណាមើលជាព្រះជាអានខនេះម្ដងទៀតហើយគោរពបូជាដល់របស់ដែលកើតមកជាជាងដល់ព្រះដែលបង្កើតរបស់ទាំងនោះមកជាព្រះដែលមានព្រះពរអស់កលជានិច្ចព្រះបង្កើតសពសារពើគួរគេថ្វាយបង្គំព្រះដែលបង្កើតសពសារពើរីឯយើងវិញអ្នកខ្លះដែលបដិសេធសេរីល្អរបស់ព្រះបានទៅថ្វាយបង្គំរបស់ឬក៏អ្វីដែលខ្លួនឯងលើកថាជាព្រះកុំលើកថាជាព្រះបងប្អូនព្រះមានតែមួយអង្គគត់ដែលបង្កើតតែមានផែនដីហើយព្រះនៃយើងគឺព្រះអង្គដែលមានប្រជញ្ញរស់នៅសពថ្ងៃខ្ញុំស្រឡាញ់លោកគ្រូម្នាក់គាត់ឈ្មោះ J John ខ្ញុំតែងតែឲ្យតែឃើញគាត់នៅ Facebook ដឹងមើលគាត់គេសួរគាត់ចេះគេសួរថាលោកគ្រូតើការអ្វីដែលសំខាន់ការអស្ចារ្យដែលសំខាន់ការអស្ចារ្យមួយដែលសំខាន់នៅក្នុងព្រះគម្ពីរគាត់និយាយប្រាប់ថាការអស្ចារ្យដែលសំខាន់គឺការដែលព្រះយេស៊ូវគ្រីស្ទមានប្រជញ្ញរស់ឡើងវិញហើយគាត់និយាយប្រាប់ថាបានជាខ្ញុំថាអញ្ចឹងណាមិនមែនសម្រាប់គាត់មិននិយាយវិញខ្ញុំដឹងសម្រាប់យើងការដែលព្រះអង្គមានប្រជញ្ញរស់ឡើងវិញព្រោះគាត់និយាយទៀតថាឥឡូវបើអ្នកឯងដើរតាមផ្លូវដល់ដើរទៅមានផ្លូវបែកមួយទៅឆ្វេងមួយទៅស្ដាំហើយអ្នកឯងមិនដឹងទៅខាងណាហើយនេះគឺទីនោះបានអ្នកឯងឃើញមនុស្សពីរនាក់ដែលដេកនៅកន្លែងផ្លូវហ្នឹងហើយម្នាក់ស្លាប់ម្នាក់រស់ហើយបងប្អូនចង់ដឹងថាផ្លូវណាទៅណាបងប្អូនសួរអ្នកស្លាប់ឬអ្នករស់យើងមានព្រះដែលមានប្រជញ្ញរស់ហើយបងប្អូនព្រះគម្ពីរចែងច្បាស់ណាស់មិនមែនត្រឹមតែពួកសិស្សទាំង12នាក់ប៉ុណ្ណោះដែលបានឃើញព្រះអង្គម្ចាស់ទ្រង់មានសកលដែលមានប្រជញ្ញរស់ឡើងវិញទេគឺព្រះគម្ពីរកូរិនថូសខ្សែទី1ចំពោះ15និយាយប្រាប់ថាមនុស្សជាង500នាក់ឃើញតែពេលតែម្ដងហើយសាវកប៉ុលបាននិយាយប្រាប់គេថាទោះបើមានអ្នកខ្លះដេកលក់ហើយក៏ដោយប៉ុន្តែមានអ្នកច្រើនដែលនៅរស់បើមិនជឿទៅសួរគេដែរបងប្អូនមើលកូរិនថូសខ្សែទី1ចំពោះ15បងប្អូនដឹងហើយដូច្នេះបើតាមពាក្យរបស់លោក J John គឺគាត់បញ្ជាក់ប្រាប់ដល់យើងទាំងអស់គ្នាថាយើងជឿព្រះរស់យើងផ្លូវស្គាល់យើងស្គាល់ផ្លូវនៃជីវិតមែនបងប្អូនយើងស្គាល់ផ្លូវនៃជីវិតដូច្នេះយើងរស់នៅយើងអរព្រគុណដល់ព្រះអង្គយើងទៅទីណាក៏ដោយគឺថាយើងមានព្រះទ្រង់គង់នៅជាមួយឥឡូវបងប្អូនពិចារណាមើលជាមួយបន្តិចទៀតនៅក្នុងខដែលយើងអានបាញ់ហ្នឹងជាពិសេសនៅក្នុងខ16ទំនុកកាយ139ខ16ព្រះនេត្រទ្រង់បានឃើញធាតុនៃទូបង្គំក្នុងកាលដែលមិនតាន់មានរូបរាងនៅឡើយមិនតាន់ចាប់កំណើតព្រះអង្គស្គាល់បងប្អូនហើយខ្ញុំហើយព្រះអង្គគិតពីបងប្អូននិងខ្ញុំក្នុងកាលមិនតាន់មានរូបរាងនៅឡើយទាំងអស់បានកត់ទុកក្នុងបញ្ជីទ្រង់បងប្អូនស្ដាប់មើលចុងខនេះគឺអស់ទាំងថ្ងៃអាយុព្រះអង្គស្គាល់អាយុបងប្អូននេះបងប្អូនខ្ញុំមានពេលមួយអានេះជារឿងដែលមិនគួរប្រាប់បងប្អូននេះខ្ញុំហាក់បីដូចជាមើលងាយស្គាល់ព្រះបន្ទូលព្រះដែរប៉ុន្តែនៅក្នុងចិត្តថាដោយសារខ្លួនរបស់ខ្ញុំនឹងមានបញ្ហាក្នុងសុខភាពខ្ញុំប្រាប់លោក John Brown ខ្ញុំប្រាប់ថាលោកគ្រូខ្ញុំរស់នៅប្រហែលជិត15ឆ្នាំទៀតទេហើយអ្នកណាមកប្រាប់ខ្ញុំថាខ្ញុំរស់នៅ15ឆ្នាំហើយខ្ញុំចង់ប្រាប់បងប្អូននឹងការខ្ញុំនិយាយមួយគាត់ណា25ឆ្នាំកន្លងមកហើយយើងអត់អាចមើលងាយជីវិតរបស់យើងបានទេពីព្រោះព្រះគម្ពីរនិយាយប្រាប់ថាព្រះអង្គស្គាល់បងប្អូននិងខ្ញុំហើយទាំងអស់បានកត់ទុកក្នុងបញ្ជីបងប្អូនយល់ទេទាំងអស់កត់ទុកក្នុងបញ្ជីគឺអស់ទាំងអាយុដែលបានតម្រូវឲ្យទូបង្គំរស់នៅ
បើព្រះអង្គទ្រង់ស្រាប់ប្រទេសបងប្អូនរស់នៅប៉ុណ្ណាគឺបងប្អូនរស់នៅប៉ុណ្ណឹងកុំភីកុំបារម្ភពេកបើបងប្អូនចង់រស់នៅទៀតមានប្រាក់ប្រមាណក៏ដុកទ័រណាជួយបានដែរអត់មានទេបាទបើមិនចឹងបើមិនជឿបងប្អូនទៅសួរដុកទ័រដែលណារៀនចាស់ទេណាសួរម៉ែឪនេះឯងនៅណាស្ងៃបើថាស្លាប់ហើយចឹងឯងមិនជួយមើលឲ្យបានរស់ផងមែនទេបងប្អូនចង់ជម្រាបបងប្អូនអញ្ចឹងបានថាអ្វីទាំងអស់បងប្អូនបើបងប្អូនរស់នៅបែបគំនិតបែបដូចនោះបងប្អូនទុកចិត្តលើព្រះទាំងស្រុងបងប្អូនអត់មានភ័យបារម្ភបងប្អូនរស់នៅគឺថា perspective of life ជីវិតរបស់បងប្អូនគឺថាផ្អែកនៅលើព្រះទាំងស្រុងតែម្ដងបងប្អូនអត់ភ័យខ្លាចស្លាប់បងប្អូនអត់ភ័យជំងឺយ៉ាងម៉េចបងប្អូនអត់ភ័យថាតើសកលលូនជាប់នៅថ្ងៃណាពីព្រោះបងប្អូនព្រះអង្គជ្រាបថាបងប្អូនទាំងកោសិកាបងប្អូនទាំងកំណើតបងប្អូនទាំងពេលការបងប្អូនរស់នៅលើផែនដីនេះហើយថ្ងៃចុងបំផុតក៏នៅក្នុងបញ្ជីរបស់ទ្រង់ដែរគឺអស់ទាំងថ្ងៃអាយុដែលតម្រូវឲ្យទូបង្គំរស់នៅក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនៅឡើយមិនទាន់បានបង្កើតសពសារពើអញ្ចឹងមកព្រះគម្ពីរអេពីសូតចំពុក1និយាយប្រថាព្រះអង្គបានរើសយើងតាំងពីមុនកំណើតផែនដីមុនកំណើតផែនដីកាលបើព្រះអង្គរើសយើងព្រះអង្គស្គាល់ខ្ញុំព្រះអង្គដឹងថាខ្ញុំនេះម៉ៃណារ៉េតហើយព្រះអង្គក៏ស្គាល់បងហុងហើយហុងអេតឬហុងអីហ្នឹងហើយមិនហុងអេតទេបើហុងហុកបាទហុងអេតនៅតាសាន់ដ្រូសាបាទព្រះអង្គស្គាល់យើងទាំងអស់បងប្អូនខ្ញុំមានន័យថាម៉េចបងប្អូនហើយដែលសម្រាប់បងប្អូននិងខ្ញុំដែលរៀនព្រះបន្ទូលព្រះអង្គសប្តាហ៍ថ្ងៃនេះបាទដូច្នេះការដែលបងប្អូនជឿគឺថាសំខាន់ណាស់បងប្អូនយើងស្គាល់ព្រះដែលបង្កើតផ្ទៃមេនឹងផែនដីបាទបងចង់ជម្រាបបងប្អូនថាសូមឲ្យយើងពិចារណាមើលថាតើយើងរៀនអត្ថន័យថ្ងៃនេះយើងមានអត្ថន័យមានន័យយ៉ាងម៉េចសម្រាប់ខ្ញុំសម្រាប់បងប្អូនខ្ញុំចង់ប្រាប់បងប្អូនថាខ្ញុំរស់នៅខ្ញុំកម្រើករំពើកក៏ដោយសារព្រះយេស៊ូវគ្រីស្ទហើយខ្ញុំរស់នៅខ្ញុំកម្រើករំពើកក៏ដើម្បីសេរីល្អរបស់ព្រះអង្គដែរបងប្អូនរស់នៅរាល់ថ្ងៃធ្វើការថ្វាយព្រះរស់នៅរាល់ថ្ងៃធ្វើការថ្វាយព្រះបងប្អូនរស់នៅដោយគោរពប្រតិបត្តិដល់ព្រះអង្គភ័យញ័រផងហើយកោតខ្លាចចំពោះព្រះអង្គផងនឹងមួយទៀតបងប្អូននឹងព្រះគម្ពីរបាននិយាយប្រាប់ថាចូលឲ្យស្រឡាញ់ព្រះអស់ពីចិត្តអស់ពីគំនិតអស់ពីកម្លាំងអស់ពីព្រលឹងមួយទៀតបងប្អូនយើងគោរពហើយទទួលស្គាល់តម្លៃរបស់អ្នកដទៃបើសិនជាយើងស្គាល់ព្រះថាព្រះអង្គបង្កើតគេយើងមិនអាចមើលងាយនរណាបានទេបើយើងមើលងាយគេយើងមើលងាយប្រហោះដែលព្រះអង្គបង្កើតហើយបើយើងមើលងាយប្រហោះដែលព្រះអង្គបង្កើតយើងមើលងាយយើងមានអំពើបាបខ្ញុំចង់លើកទឹកចិត្តដល់លោកបងប្អូនមើលទៅអ្នកដទៃទោះបើគេស្គមខាត់មានសក់អស់ថ្មីចើមកោឲ្យគង់ចើមថ្មីអ្មេចក៏ដោយយើងមិនអាចមើលងាយគេបានទេណាបងប្អូនពីព្រោះព្រះបង្កើតគេមកអញ្ចឹងហើយបងប្អូនគឺមើលស្មានខ្ញុំមិនចង់បានសក់ប៉ុន្តែខ្ញុំចង់បានដែរតែខ្ញុំប្រាប់គេថាបើសិនជាខ្ញុំមានសក់ទៅប្រពន្ធខ្ញុំលេងស្គាល់អញ្ចឹងអត់ចង់បានទេបាទដូច្នេះយើងគោរពដល់គ្នាទៅវិញទៅមកកុំឲ្យមើលគេថត់គេស្គមគេខ្មៅគេសបងប្អូនដែលយើងមើលងាយគេអញ្ចឹងយើងមើលងាយប្រហោះដែលព្រះអង្គបង្កើតគេដូច្នេះជាលក្ខណៈដែលយើងគោរពប្រតិបត្តិដល់ព្រះហើយយើងក៏ចេះគោរពដល់អ្នកដទៃដែលព្រះអង្គម្ចាស់ទ្រង់បង្កើតគេដែរហើយមួយទៀតបងប្អូនសូមមកពិចារណាមើលយើងនឹងស្រឡាញ់ការបម្រើព្រះពីព្រោះជាលទ្ធផលនៃជីវិតរបស់យើងគឺជាការដែលយើងធ្វើថ្វាយដល់ព្រះអង្គបងប្អូនកុំឲ្យខ្មែរយើងប្រើពាក្យមួយថាកុំឲ្យរសាយចិត្តក្នុងការធ្វើការល្អពីព្រោះនេះជាការដែលយើងបម្រើការងារព្រះអង្គមិនមែនសម្រាប់អ្នកដែលនៅទីនេះទេប៉ុន្តែសម្រាប់បងប្អូនផ្ទាល់វេលាបងប្អូនជួបព្រះគឺបងប្អូននឹងឈរនៅចំពោះព្រះអង្គនឹងសួរថាតើយើងបានធ្វើអ្វីខ្លះយើងបានធ្វើអ្វីខ្លះបាទហើយអរគុណដល់ព្រះអង្គព្រឹកមិញប្រពន្ធខ្ញុំក៏អធិដ្ឋានគាត់លើកឈ្មោះរបស់បងប្អូនយើងម្នាក់ទាំងព្រះអង្គឲ្យខំណាស់បោចស្មៅសម្អាតមកធ្វើដាំដំណាំហើយបានមកចែកឲ្យគេបើគេយកទៅអូយអមែនទេបងប្អូនអ្នកដែលបានរបស់ឲ្យគេពេលគេយកយើងអត់បងប្អូនអូបាទដូច្នេះអ្នកដែលឲ្យបានពោជាជាងអ្នកទទួលពីព្រោះអ្នកទទួលអត់មានច្រើនទេអ្នកដែលឲ្យបើកាន់មានច្រើនព្រះអង្គទ្រង់ប្រទានពរយើងនឹងរស់នៅបែបដោយយ៉ាងដោយគោរពប្រតិបត្តិដល់ព្រះយើងនឹងរស់នៅដោយគោរពដល់គ្នាទៅវិញទៅមកយើងរស់នៅដើម្បីបម្រើការងារព្រះប្រយោជន៍ដើម្បីឲ្យព្រះអង្គព្រះនាមរបស់ព្រះបានបង្កើតឡើងអាមែនបាទខ្ញុំសល់5នាទីនេះលើសម្រាប់ចុះប៉ុណ្្នឹងចុះបាទអរគុណព្រះអង្គសូមយើងអធិដ្ឋានជាមួយគ្នាព្រោះដាននេះយើងខ្ញុំទៅគង់នៅឋានសួគ៌ព្រះអង្គហើយយើងខ្ញុំនៅទីនេះយើងខ្ញុំទទួលស្គាល់ថាព្រះបន្ទូលទ្រង់រស់សម្រាប់យើងខ្ញុំហើយយើងខ្ញុំមិនមែនគ្រាន់តែចង់បានព្រះបន្ទូលសម្រាប់ពេលរស់ប៉ុណ្ណោះប៉ុន្តែសូមទ្រង់ព្រះមេត្តាប្រទានឲ្យយើងខ្ញុំរស់នៅថ្វាយទ្រង់ឲ្យយើងខ្ញុំកម្រើករំពឹងសម្រាប់សេរីល្អនៃព្រះអង្គហើយសូមឲ្យយើងខ្ញុំបានស្រឡាញ់គ្នាដោយអេតពុតមេយាសូមជួយកុំឲ្យបបោមាត់របស់យើងខ្ញុំត្រឡប់ទៅជាដាវឡើយប៉ុន្តែជាត្រឡប់ទៅជាថ្នាំដើម្បីជួយដល់អ្នកដទៃជាពិសេសបងប្អូនរួមជំនឿដូចគ្នាដែរសូមទ្រង់ព្រះមេត្តាប្រទានប្រពរដល់បងប្អូនទូក្នុងគុំយើងខ្ញុំដើម្បីឲ្យយើងខ្ញុំបានរស់នៅថ្វាយព្រះអង្គសូមអរព្រគុណដល់ទ្រង់ណាស់ទុំគុំអធិដ្ឋាន
អរគុណព្រះអង្គព្រះបន្ទូលត្រង់ថ្ងៃនេះក្នុងព្រះបរមនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទអរគុណព្រះអង្គបាទអរគុណព្រះទ្រង់ល្អបាទព្រះទ្រង់ល្អសូមបងប្អូនយើងក្រោកឈរឡើងបាទបងមានចាត់ចែងយ៉ាងម៉េចទេ